ឡើងដោយមិនទាន់និយាយអ្វី80ម៉ោងក្រោយមកសៀវយានបានសួរនាងថាវឹកហាត់ចប់ហើយមែនដែរទេមើលទៅកាន់ចែសាទៅឥឡូវនេះប្រែហើយធ្វើចរិតខ្ជូតព្រមទាំងឆ្លើយថាយុទ្ធសាស្ត្ររបស់លោកក៏កើនឡើងខ្លាំងដែរនាងខំតែគិតថាបន្ទាប់ពីបញ្ចប់នៅការវឹកហាត់យុទ្ធសាស្ត្រលើកនេះក៏ប្រហែលជាអាចខ្លាំងជាងសៀវយាននាងសារភាពត្រង់ខ្ញុំគឺពិតជានឹកទៅដល់អារម្មណ៍នៅពេលដែលយុទ្ធសាស្ត្ររបស់ខ្ញុំខ្លាំងជាងលោកណាស់អ្នកក្លាហានដឹងហើយពេលនោះចង់ទះចង់តបលើបែបនេះសៀវយានក៏បានសួរអំពីគំនិតរបស់នាងនៅពេលនេះតាមការវិប្រាហមុននឹងមិនដូចជាអ្វីដែលជើងខ្លាំងផ្កាយ4ទៅសឹងអាចប្រើប្រាស់បាននោះទេលើបែបនេះចែសាក៏បានបញ្ចេញនៅរបស់មួយនៅលើដៃប្រាប់ថាក៏ដោយសារតែជំនួយពីធម្មពលខាងក្រៅឃើញភ្លាមសៀវយានក៏ដឹងថាគឺជាពស់ថ្លាន់លេខមេឃា7ពណ៌ពិតប្រាកដហើយមើលទៅអត់មានប្រហែលជានិយាយខុសហើយថាពស់ថ្លាន់ឡើងដល់9ពណ៌រាជិនីមេទូសាប្រាប់ថានៅពេលដែលនាងចូលទៅដល់បាតនៃទន្លេលឿងនាងបានតាមនៅចំហាយមួយដែលព្យាយាមហៅនាងចុះទៅដល់បាតមិននឹកស្មាននោះទេថាបានប្រទះឃើញសម្បុកនៃបុព្វបុរសរបស់កុលសម្ព័ន្ធនាងហើយនាងក៏បានដាស់ឡើងនៅព្រលឹងដែលសេះសល់នៃបុព្វបុរសឲ្យភ្ញាក់ឡើងបើទោះបីជារាងកាយពួកគាត់ពុកផុយទៅអស់រយៈពេលជាយូរក៏ដោយនៅឡើយចំហាយព្រលឹងសេះសល់ដើម្បីជួយសង្គ្រោះពួកគេចេញពីកន្លែងគ្មានព្រះអាទិត្យនោះនាងក៏បានអនុញ្ញាតឲ្យចំហាយព្រលឹងរបស់ពួកគេភ្ជាប់ជាមួយនឹងរាងកាយរបស់នាងហើយនាងក៏ទទួលបានត្រឡប់មកវិញនៅកេរដំណែលនៃពស់ថ្លាន់លេខមេឃា7ពណ៌កំពុងវិវត្តក្លាយទៅជាពស់ថ្លាន់លេខមេឃា9ពណ៌ហើយមុននេះនាងសម្អានទៅលើធម្មពលនៃព្រលឹងសេះសល់របស់បុព្វបុរសព្រមទាំងសម្ពាធនៃខ្សែលោហិតទើបអាចចាត់ការហងធានទៅជាបែបនេះសៀវយានលើហើយក៏បានសួរនាងព្រោះថាដោយការទទួលនៅបំណែកព្រលឹងតើពួកគេនឹងមិនចេះអធិពលលើនាងទេមែនអត់ចែសាប្រាប់ថាព្រលឹងរបស់បុព្វបុរសមិនពេញលេញនោះឡើយហើយពួកគេក៏ស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាងគ្មាននៅមនសិការនោះទេពួកគេនឹងមិនធ្វើបាបនាងនោះឡើយក៏ប៉ុន្តែនាងក៏មិនអាចធ្វើដើម្បីបុព្វបុរសបានច្រើនដូចគ្នាគ្រាដែលបានឃើញទឹកមុខរបស់ឆៃលីនបែបនេះសៀវយានលងលំនាងថាមិនអីទេបើសិនជាមានឱកាសពេលក្រោយគាត់ក៏ប្រហែលជាអាចព្យាយាមជួសជុលនៅព្រលឹងរបស់ពួកគេហើយនេះក៏ជាជំនាញរបស់គាត់ដែរចែសាលើបែបនេះក៏បានញញឹមងក់ក្បាលខណៈនោះក៏បានលឺនូវសំឡេងក្អករបស់ហងធានគេគឺពិតជាមាននៅការអរិយអរៈយ៉ាងខ្លាំងចាប់ផ្ដើមស្ដាយក្រោយហើយថាបើសិនជាដឹងថានៅទីនេះមាននៅពស់ថ្លាន់លេខមេឃា9ពណ៌នោះក៏សម្បូររបស់គេក៏មិនគួរលូកដៃចូលនោះដែរសៀវយានយើងយល់ព្រមចោះចាញ់ហើយជួបគ្នាពេលក្រោយលើហើយឆៃលីនក៏បានបញ្ចេញនូវចំហាយពស់ថ្លាន់របស់នាងត្រឡប់ព័ទ្ធជុំចិត្តសៀវយានក៏បានសួរថាតើចង់មកក៏មកចង់ទៅក៏ទៅតាមតែក្បាលវ៉ាល់មែនដែរទេហងធានយ៉ាងហើយណាឯងក៏ជាម្ចាស់កុលសម្ព័ន្ធមួយដែរក៏ប៉ុន្តែគំនិតរបស់ឯងគឺពិតជាគ្មានខ្ចីខ្លាំងណាស់យកអីមកគិតនឹងណប់ថាគ្រាន់តែនិយាយថាយល់ព្រមចោះចាញ់នឹងបញ្ហាគឺត្រូវបញ្ចប់នោះចែសាស្លូតតែចំពោះសៀវយាននោះទេអ្នកផ្សេងទៀតនិយាយហើយថាសម្លាប់បន្ទាប់មកប្រញាប់បញ្ចេញនៅដាវរបស់នាងពុកពេញទៅដោយដំណើរដ៏លវត់លវន់តែបើយើងមើលទៅកាន់ចុងដាវក៏អាចដឹងបានថាសាហាវប៉ុណ្ណាកាលបើគ្មានផ្លូវរត់ហងធានគេក៏ចាប់ផ្ដើមសោករួចនិយាយទៅកាន់សៀវយានថាយើងបានលើអំពីទំនាក់ទំនងរបស់ឯងជាមួយនឹងរាជិនីនាគនៃកុលសម្ព័ន្ធនិក្រិតលំហបុរាណគឺពិតជាល្អខ្លាំងណាស់លើបែបនេះសៀវយានក៏បានឈប់ហងធានសួរទៀតថាតើឯងមានឆ្ងល់ដែរទេហើយអ្វីមិនជាយើងមិនឆោតឯងឲ្យចេញពីភូមិភាគកណ្ដាលមកកាន់ទីនេះលើបែបហ្នឹងសៀវយានបារម្ភអំពីសយានរបស់យើងព្រមទាំងសម្លឹងមើលទៅកាន់និមិត្តសញ្ញានាគនៅលើដៃកំពុងតែលត់ភ្លឹបភ្លែតដូច្នេះហើយក៏បានឲ្យគេប្រញាប់ប្រាប់មានរង្វេកាត់ឡើងចំពោះនាងទៅហងធានគេនៅតែសោយផ្កើនអាក្មេងឆ្លើយមិនដឹងថាមេកំពុះណាតែឯងកំពុងតែគិតថាកុលសម្ព័ន្ធនិក្រិតបុរាណងាយស្រួលបង្រួមមែនដែរទេបើសិនយើងជាឯងគឺនឹងប្រញាប់ទៅកាន់ទីនោះឥឡូវនេះបើមិនចឹងនោះទេត្រៀមខ្លួនយកនៅសាកសពរាជិនីនាគថ្មីនោះទៅនិយាយហើយសោយដើរចេញទៅដោយគ្មានជំពាក់នៅណាមរាសោះការបដូរឆ្នោះចែសាក៏បានប្រាប់ថាសម្រាប់ឯងមុនក៏វាមិនជាតិពេលនោះដែរកម្លាំងសម្ពាធដ៏ខ្លាំងក្លាក៏បានធ្វើឲ្យគេកម្រើកមិនរួចបន្ទាប់មកចំហាយពស់ថ្លាន់លេខមេឃាក៏បានចូលទៅហងធានគេគឺត្រូវតែស្រែកប្រើប្រាស់នៅរាងកាយមយុរាបិសាចរបស់គេម្ដងទៀតសៀវយានសួរហើយថាចង់រត់មែនដែរទេរួចប្រើប្រាស់នៅរាងកាយកញ្ចក់វជ្រារបស់គាត់ទៅស្ទាក់ចាប់មន់មួយដៃនេះដូចជារៀងធ្ងន់បន្តិចហើយចែសាដែលនៅខាងក្រោយក៏បានប្រើប្រាស់នៅដាវឲ្យវាប្រែក្លាយទៅជាខ្សែតៃវាយឡោមព័ទ្ធគេជុំវិញទាញចេញមួយខ្វាច់ទៀតបណ្ដាលឲ្យហងធានគេធ្លាក់ចុះមកចង់រត់ទៅបន្តតែក៏ត្រូវបានខ្សែរឹតកជាប់បាត់ទៅហើយក្រោយមកចែសាក៏បានផ្ដាច់នៅសងខារបស់គេនៅនឹងកន្លែងបានឃើញដូច្នេះសមាជិកនៃកុលសម្ព័ន្ធមយុរាបិសាចឋានសួគ៌ដទៃទៀតពិតជាមានការភ្ញាក់ផ្អើលតក់ស្លុតយ៉ាងខ្លាំងចំណែកឯសៀវយានរបស់យើងប្រកូលនៅអ្នកដែលសេះសល់ឲ្យលបងយ៉ាវមីងរួចហើយគាត់បើកលំហដើម្បីប្រញាប់ទៅកាន់កោះនិក្រិតសាច់រឿងបង្ហាញឲ្យឃើញនៅកោះនិក្រិតដែលកំពុងតែស្ថិតនៅក្រោមការវាយប្រហារជាងខ្លាំងមុខចម្លែកម្នាក់នេះស្រែកហើយថារាជិនីនាគស្លាប់ទៅសៀវយាននៅខាងក្រោមក៏កំពុងតែត្រៀមខ្លួនប្រយុទ្ធតែសាច់រឿងក៏ត្រូវបានស្លេះតែត្រឹម